Rủi roនឹងសួស្តីអ្នកគ្នាចឹងស្វាគមន៍មកទៀតមកកាន់វីដេអូរៀនទិញតំណែងពីប្រទេសចិននៅក្នុងកម្មវិធី Taobao ចឹងឥឡូវយើងវិលមកវីដេអូដដែលនិយាយទាក់ទងជាមួយនឹង KX99 ឬក៏យើងនិយាយសួរស្ដាប់ការទិញតំណែងដោយទឹកដោយផ្ទាល់ពីចិនមកខ្មែរហ្នឹងដឹកដោយផ្ទាល់ហ្មងមកដល់ផ្ទះយើងអញ្ចឹងដើម្បីយើងអាចទិញតំណែងពីចិនហ្នឹងមកខ្មែរបានដោយប្រើប្រាស់ជាមួយនឹង KX99 បើសិនជាយើងទិញលើសពី99យកឡើងទៅគេនឹង free delivery ឲ្យយើងអញ្ចឹងបើយើងទិញក្រោម99គេក៏ដឹកបានដែរប៉ុន្តែគេគិតថ្លៃ free គេគិតថ្លៃ delivery អញ្ចឹងបើសិនជាយើងទិញកម្មវិធីគេលើសពី99ជាន់ទិញហាងមួយក៏ដោយឬក៏ទិញហាងចូលគ្នាលើសពី99ជាន់យើងទទួលបានការ free international delivery ចំណុចសំខាន់ដែលខ្ញុំចង់ផ្ដោតនឹងថ្ងៃហ្នឹងគឺតកតងនឹងវិធីសាស្ត្រដែលយើងអាចបដូរទីមួយគឺតកតងជាមួយ region ទីតាំងបដូរ region បដូរ location មកជាប្រទេសកម្ពុជាយើងនិងបដូរភាសាអញ្ចឹងអ្នកគ្នាអាចប្រើជាភាសាអង់គ្លេសក៏បានឬក៏ប្រើជាភាសាចិនក៏បានបើអ្នកគ្នាអត់ពិបាកក្នុងការប្រើភាសាចិនអាចប្រើជាភាសាអង់គ្លេសតែខ្ញុំចង់បញ្ជាក់អ្នកគ្នាថាបើសិនជាប្រើភាសាចិនយើងទលំទលាយជាងយើងអាចទិញអវ៉ាន់បានច្រើនប្រភេទដោយសារតែតំណែងមួយចំនួនវា search ទៅវាអត់មានទេវាអត់លោតផ្ទាំងproduct នឹងឲ្យយើងទេអញ្ចឹងបើយើងប្រើភាសាចិនល្អជាងអញ្ចឹងអ្នកគ្នាអាចចូលមកក្នុងវីដេអូនេះបានអញ្ចឹងអ្នកគ្នាមើលវីដេអូនេះបានដើម្បីដឹងអំពីវិធីសាស្ត្រក្នុងការដែលយើងបដូរ location ទីតាំងហ្នឹងមកកម្ពុជានិងបដូរភាសាអញ្ចឹងអ្នកគ្នាអាចចូលតាមខ្ញុំបានអញ្ចឹងអ្នកគ្នាអាចចុចខាងក្រោមខាងស្ដាំដៃបន្ទាប់មកទៀតអ្នកគ្នាត្រូវមើលមកខាងលើខាងស្ដាំដៃរូបកងចក្រហ្នឹងបន្ទាប់មកនេះអ្នកគ្នាត្រូវចំណាំអក្សរចិនដែលវែងជាងគេហ្នឹងអូខេអញ្ចឹងមកដល់កន្លែងហ្នឹងចំណុចទី1គឺចំណុចខាងលើគឺជាចំណុចដែលយើងត្រូវបដូរ location ឬក៏យើងនិយាយសួរស្ដាប់បដូរទីតាំងអញ្ចឹងយើងចង់បដូរមកកម្ពុជាយើងចុចមកអញ្ចឹងភាគច្រើនដំបូងគឺវាលោតទៅ mainland អញ្ចឹងបើសិនជាគ្នានៅទីតាំង mainland China ឬក៏ទីតាំងចិនយើងដូរមកកម្ពុជាអញ្ចឹងអ្នកគ្នាអាចចំណាំអក្សរចិននេះមកអក្សរចិនហ្នឹងគឺយើងប្រែថា Cambodia កម្ពុជាដែលវាជាភាសាចិនយើងអាចចំណាំអក្សរចិនហ្នឹងហើយយើង select វាទៅយើងនឹងទទួលបានបដូរទីតាំងមកកម្ពុជាអញ្ចឹងចំណែកឯមួយទៀតគឺតកតងជាមួយនឹងភាសាចឹងនៅត្រង់កន្លែងនេះផងដែរវាមានភាសាពីរដែលយើងអាចជ្រើសរើសបានភាសាអង់គ្លេសនិងភាសាចិនអញ្ចឹងដូចខ្ញុំ recommend ប្រាប់អ្នកគ្នាអញ្ចឹងយើងគួរតែប្រើភាសាចិនដើម្បីយើងអាចទលំទលាយក្នុងការទិញតំណែងបានច្រើនប្រភេទដោយសារតែតំណែងមួយចំនួនយើងសើចទៅអត់មានទេហើយតំណែងមួយទៀតយើងចូលទៅវាអត់ឃើញទេដោយសារតែវាអញនិយាយសួរស្ដាប់ហ្មងទៅគឺវាអត់ទាន់ translate បកប្រែជាភាសាអង់គ្លេសអញ្ចឹងបើអ្នកគិតថាអូខេពិបាកអញ្ចឹងទៅអ្នកអាចប្រើភាសាអង់គ្លេសដោយសារតែ description យើងស្រួលមើលតំណែងស្រួលមើល review អីយើងអាចប្រើជាភាសាអង់គ្លេសបានអញ្ចឹងអានេះតាមជំរឿនរបស់គ្នាប៉ុន្តែខ្ញុំ recommend ឲ្យគ្នាប្រើភាសាចិនអញ្ចឹងអូខេបើសិនជាយើងជ្រើសរើសគ្រប់ជ្រុងជ្រោយឲ្យហើយយើងហើយបើសិនជាគ្នាចង់ដាក់ currency ជាដុល្លារ yes នៅខាងក្រោមទី3ហ្នឹងគឺ currency ជាដុល្លារ yes អញ្ចឹងយើងអាចចុច sell confirm វាបានអញ្ចឹងខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងតំណែងដែលជាយើងទិញ KX99 អញ្ចឹងមានតំណែងមួយចំនួនដែលគេចាត់ទុកវាជា KX99 បើយើងនិយាយស្ដាប់ការដែលយើងទិញតំណែងតំណែងមួយហ្នឹងដែលអាចដឹកពីចិនមកដោយផ្ទាល់ហ្មងដោយមិនប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនណាឬក៏ឈ្មួញកដាណាទៀតទេគឺបងថ្លៃសេវាទៀតទេគឺយើងគ្រាន់តែចុចទិញទៅខាងចិនគេមានដៃគូសហការរបស់គេហើយគេដឹកឲ្យយើងឲ្យផ្ទាល់ហ្មងដាក់មានចំណាយទៀតទេបើយើងទិញចាប់ពី99យល់ឡើងទៅតែនេះគឺជាសេវាកម្មកម្មវិធីរបស់គេអញ្ចឹងយើងអាចពិនិត្យមើលបានមានតំណែងមួយចំនួនអញ្ចឹងតំណែងខ្លះក៏គេអត់មានដែរគឺគេអត់លក់ available សម្រាប់ K99 ទេតំណែងខ្លះ yes គឺអត់មានpromotion ហ្នឹងហ្មងយើងទិញគឺត្រូវតែអាចនិយាយថាលើសពី99យល់ក៏ដោយក៏យើងត្រូវតែគិតថ្លៃសេវាដែរមានតំណែងមួយចំនួនណាយើងថា